nhóm stressខ្លាំងគួរតែរកពេលសម្រាកដើម្បីព្យាបាលសុខភាពផ្លូវកាយផ្លូវចិត្តបើមិនចឹងទេវាបាក់ស្រឹបទៅយើងពិបាកស្រោចស្រង់មិនមែនថាឲ្យគិតពីដើរលេងទេប៉ុន្តែថាសំខាន់រឿងគេងអ្នកកើតជំងឺនឹងច្រើនតែគេងមិនលក់ហើយនឹងញ៉ាំអាចអត់ឃ្លានឬក៏ញ៉ាំទៅពីទៅប្រទេសទៅបដាហើយនឹងសកម្មភាពផ្លូវកាយព្រោះជំងឺនោះវាធ្វើឲ្យយើងចេះខ្ជិលស្ទូអត់ងើបអត់ចេញដើរទៅណាវាអត់ត្រូវពលឺថ្ងៃអត់ត្រូវខ្យល់អញ្ចឹងវាជន់យើងមកដោយហើយជួយចិត្តបន្ទោសខ្លួនឯងជួយចិត្តបន្ទោសគេជុំវិញខ្លួនមានគំនិតអវិជ្ជមានអានោះវារឹតតែជន់ទៅតែតោះឡើងងើបចេញធ្វើសកម្មភាពហាត់ប្រាណធ្វើម៉េចបិទទូរស័ព្ទអីដើម្បីគេងហើយតែគេងលក់ស្រួលវាស្រោចស្រង់ទាំងមកជួរមកទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តហើយអ្នកគេងលក់នោះវាមួម៉ៅខឹងឆាប់ប៉ះពាល់អារម្មណ៍ហើយកុំចាញ់បោកវានៅស្ទក់ត្រូវងើបចេញដើរទៅធ្វើនេះធ្វើនោះមានសកម្មភាពដាប់ធរចម្រើនសមាធិអីចឹងជាដើមទៅហើយហាត់ប្រាណអីដើម្បីឲ្យអាចលនារាងកាយហ្នឹងវាដំណើរការទៅវាធ្វើឲ្យចេញអាសារធាតុដែលនាំមក stress ហ្នឹងវាមិនសូវមួម៉ៅយើងចាក់ខ្លួនឯងរហូតរឿងហ្នឹងកើតម្ដងឯងប៉ុន្តែយើងមកដេកកើតទុកចាក់ខ្លួនឯងរហូតប៉ុន្តែនិយាយចឹងថាឲ្យលះចឹងពីស្រួលទេប៉ុន្តែពេលអនុវត្តចាស់ស្អីវាពិបាកប៉ុន្តែចឹងមានតែកម្លាំងសតិដឹងថាអញគិតធ្វើក្រោយហើយកម្លាំងបញ្ញាបញ្យល់ថាឥឡូវរឿងហ្នឹងហើយបើទោះជាយើងពិបាកចិត្តកើតទុកក៏យើងកែវាមិនបានដែរចឹងហើយចាស់ចាត់ទុកថាផលបាបចាស់ទៅចាស់រឿងបានកន្លងផុតទៅហើយអនិច្ចំកុំយកវានាំឲ្យកើតទុកសៅមងនឹកដល់អារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាវិញធ្វើទៀនធ្វើបុណ្យធ្វើកុសលបើថាយើងមិនមានបាបចាស់ច្រើនណាធ្វើបុណ្យឲ្យច្រើនណាបាបចាស់ហ្នឹងវាគង់តែបានបុណ្យថ្មីជួយខ្លះដូចសម្លប្រៃអញ្ចឹងយើងចាក់ទឹកថែមទៅវាបានសាបវិញមកប៉ុន្តែប្រៃវានៅតែប្រៃហ្នឹងមិនគ្រាន់តែវាបានទឹកសាបទៅវាមិនសូវប្រៃខ្លាំងនឹងបុណ្យថ្មីជួយទៅក៏យើងវាមិនសូវកើតទុកខ្លាំងដែរអនុមោទនា